នេះទីកាប់រួចហើយទីហ្នឹងយើងកាប់ច្រំមកហើយគ្រឿងផ្សំមាន7មានអីមកមានគ្រឿងបុកហើយមានជីមានទឹកខ្ទិះទឹកត្រីអីមកហើយមានស្ករបច្ចេកអីមកយើងដាក់គ្រឿងត្រូវឡើងជើងហូបមកហើយបន្ទាប់មកយើងដាក់ខ្ទះដាក់អីមកដាក់ខ្ទិះចូលមកកម្លោចវារៀងក្តៅតិចណាអ្នកនរគ្នាយើងកូរវាមកអ្នកនរគ្នាយើងកូរហើយដាក់គ្រឿងដែលយើងបុកហើយហ្នឹងចូលមកកូរវាកម្លោចវារៀងនេះតិចមកអ្នកនរគ្នាឲ្យវារៀងក្តៅចេញឈ្ងុយមកអ្នកនរគ្នាបន្ទាប់មកយើងដាក់ម្ទេសដាក់អីមកដើម្បីវាមានជាតិហឹរអីតិចតួចចឹងណាអ្នកនរគ្នាយើងដាក់សាច់មកសាច់ទាមកដាក់សាច់ទាចូលមកយើងឆាវាទៅរំងាស់វាឲ្យឆ្អិនឲ្យសព្វល្អមកជិះគោចោះគោឡើងមកអ្នកនរគ្នាគោហើយគោទៀតមកហើយដាក់យើងរៀងដាក់ភ្លើងរៀងខ្លាំងតិចមកដើម្បីវាឆាប់ឆ្អិនហើយយើងដាក់គ្រឿងដែលយើងនេះមកមានស្ករបច្ចេកនេះយើងទៅអំបិលអីយើងទៅដាក់ទៅឲ្យវាក្តៅតិចមកអ្នកនរគ្នាហើយយើងកូរវាកុំឲ្យវាខ្លោចដល់អញ្ចឹងទៅខ្លោចដល់ហើយនេះយើងចេះតែកូរវាចោះគោឡើងហ្នឹងកុំឲ្យវាខ្លោចឥឡូវនេះហើយយើងចាក់ទឹកចាក់អីវាទៅរំងាស់ទៀតខ្លាចទឹកទៀតនេះវាស្វិតអីចឹងយើងរំងាស់វារៀងផុយតិចមកដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ហើយយើងរៀងចាំជាងកូរវាឆាវាត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យវាឆាប់ឆ្អិនអញ្ចឹងណាឆ្អិនហើយនេះឆ្អិនហើយបន្លែយើងមានជីមានអីចឹងទៅដើមចេកមានអីហើយមានទឹកជ្រលក់យើងអីចឹងទៅធ្វើហើយ